វីដេអូនេះនិយាយពីអ្នកជក់បរិយបងប្អូនមែនតើគាត់ជាអ្នកដែលពូកែឆ្លៀតឱកាសបងប្អូនធ្វើដំណើរធ្វើដល់ឈប់ភ្លើងស្តុកមួយផ្លែគាត់ជក់បរិយបានទាញនៃកេះមកអុចបរិយភ្លាមបងប្អូនហ្នឹងបានថាគាត់ពូកែឆ្លៀតមែនបងប្អូនប៉ុន្តែមែនតើនេះខ្ញុំខាននៅចិត្តផ្សែងបរិយយូរដែរហើយហិតក្លិនផ្សែងបរិយហ្នឹងហិតតែពេលឈប់ស្តុបនឹងទៅមកបងប្អូនពិបាកដែរក៏ទៅមែនតើប៉ះសិនបើយើងហៅថាអ្នកមានសុជីវធម៌ឬក៏សីលធម៌ខ្លះគេជក់បរិយគេរកកន្លែងរកអីចឹងបងប្អូនដូចស្តុបហ្នឹងកន្លែងហ្នឹងខ្ញុំឈប់ហ្នឹងគឺកន្លែងគាត់ជក់ហ្នឹងឯងហ្នឹងមានន័យថាគាត់ពូកែឆ្លៀតឱកាសអញ្ចឹងបានថាពិបាកក្នុងរឿងដែលមែនតើទៅការជក់បរិយនេះមិនងាយថាយើងអាចផ្ដាច់បានឬក៏សម្បូរអ្នកផ្ដាច់បានពេកទេប៉ុន្តែការជក់បរិយបើសិនបើយើងចេះជក់ហើយជក់រកកន្លែងត្រឹមត្រូវបងប្អូនអាហ្នឹងមិនជាបញ្ហាឬក៏មិនប៉ះពាល់ដល់មនុស្សជិតខាងអាហ្នឹងគឺជារឿងល្អហើយជាពិសេសគឺប្រពន្ធកូនអីចឹងទៅជាដើមបងប្អូនអ្នកខ្លះគាត់ញៀនឬក៏ខ្លះគាត់មិនបានគិតមុខប្រពន្ធមុខកូនឬក៏នៅក្បែរប្រពន្ធកូនប្រពន្ធបោពោះអីក៏ដោយគាត់នៅតែជក់ធម្មតាចឹងបងប្អូនអត់គិតពីផលប៉ះពាល់ទេហើយអ្នកជក់បរិយហ្នឹងមិនមែនមានន័យថាគាត់មិនបានរៀនសូត្រខ្ពង់ខ្ពស់អីទេអ្នកខ្លះគាត់រៀនខ្ពស់ហើយដែរហើយអ្នកខ្លះគាត់គឺជាដុកទ័រទៅទៀតបងប្អូនជាគ្រូពេទ្យហើយខ្ញុំធ្លាប់ជួបផ្ទាល់ហើយគាត់ហៅដុកទ័រនៅកាឡាម៉ែតគាត់និយាយពីរឿងជក់បរិយហ្នឹងគាត់ផ្ដាច់មិនបានដែរបងប្អូនប៉ុន្តែអ្វីដែលសំខាន់គឺគាត់ជក់គាត់មិនមែនចេះតែជក់នៅមុខគេមុខឯងហ្នឹងទេគាត់មានកន្លែងសមរម្យអីចឹងទៅគាត់ជក់ទៅបងប្អូនអាហ្នឹងវាជារឿងដែលមិនអាចផ្ដាច់បានអាហ្នឹងយើងមានតែរកកន្លែងសមរម្យហើយបងប្អូនពីព្រោះជក់បរិយហ្នឹងបើសិនបើយើងជក់ក៏ត្រូវមានព្រមសីលធម៌ដែរបែបអ្នកចេះបងប្អូនបើយើងមិនគិតក៏ពិបាកដែរ